ប៉ុន49%ដែលត្រូវបានលោកដូណាល់ត្រាំប្រកាសយកពីកម្ពុជាសម្រាប់ការនាំទំនិញចូលទៅសហរដ្ឋអាមេរិកត្រូវបានឆ្លើយតបតាមរយៈលោកពូឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារថាมันមានផលប៉ះពាល់100%នោះទេប៉ះពាល់ខ្លះប៉ុន្តែអាចគ្រប់គ្រងបានបងប្អូនជាទីគោរពនេះគឺជារឿងរ៉ាវមួយដ៏ក្តៅគគុកនឹងបញ្ចេញមតិយោបល់ច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលបានលើព័ត៌មានហ្នឹងហើយ49%កើតការបារម្ភហើយចុះបើដំឡើងខ្លាំងម្លឹងថាតើរោងចក្រដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជារបស់យើងនេះពេលដែលចាប់កុងត្រាហើយគេអាចឈប់ដំណើរការឬអត់គេអត់អាចរត់រួចជាមួយនឹងថ្លៃពន្ធដែលដំឡើងនេះឬអត់អីចឹងណាហើយចុះកម្មករនោះមិនទៅបើសិនជារោងចក្របិទមានជាចម្ងល់មានជាថាការបារម្ភបែបអញ្ចឹងឥឡូវហ្នឹងគឺមានការបញ្ជាក់ច្បាស់ហើយឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់នៅព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2025នេះពាក់ព័ន្ធទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំមានផលប៉ះពាល់ខ្លាំងដល់បងប្អូនកម្មករនិងប្រជាពលរដ្ឋយើងដែរឬទេឯកឧត្តមរដ្ឋមន្ត្រីហេងសួរបានបញ្ជាក់ថាវាជាការពិតអាចមានផលប៉ះពាល់ខ្លះប៉ុន្តែយើងអាចគ្រប់គ្រងបានហើយខ្ញុំសូមជម្រាបថាទី1ការដាក់ពន្ធនេះជាការដាក់ទូទាំងពិភពលោកគ្រាន់តែដាក់ក្នុងអត្រាខុសគ្នាអាស្រ័យទោះលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិកនិងប្រទេសនីមួយៗតែប៉ុណ្ណោះការដំឡើងពន្ធនេះមិនមែនដោយសារកត្តានយោបាយឬដោយសារតែពួកប្រឆាំងអំពាវនាវឲ្យដាក់ទណ្ឌកម្មលើកម្ពុជាអីនោះទេទី2កន្លងទៅក៏សំទោសណាទី2កន្លងទៅកម្ពុជាក៏មានការបង់ពន្ធដែរមិនមែនអត់បង់ពន្ធទាំងស្រុងតាមប្រព័ន្ធ GSP នោះទេលោកប្រធានាធិបតីត្រាំក៏បានដំឡើងពន្ធ46%លើប្រទេសវៀតណាមនិងដំឡើងពន្ធលើប្រទេសបង់ក្លាដេសក្នុងអត្រាមួយខ្ពស់ផងដែរអញ្ចឹងវាមិនបង្កឲ្យមានការលំអៀងខ្លាំងលើថ្លៃដើមផលិតនៅកម្ពុជាធៀបទៅនឹងប្រទេសដទៃដែលជាដៃគូប្រកួតប្រជែងរបស់យើងនោះទេទី3សម្រាប់ឆ្នាំ2025នេះផលប៉ះពាល់គឺមិនមាននោះទេដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដេរគឺមានមុនពេលដែលពន្ធនេះត្រូវបានដាក់ហើយការដាក់ពន្ធនេះគឺមិនមែនដាក់លើតែកម្ពុជានោះទេគឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់ប្រសិនជាការលុបចោលការបញ្ជាទិញគេក៏ត្រូវបង់ការពិន័យនៃការលុបចោលដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធចំណែកវិស័យស្បែកជើងការបញ្ជាទិញគឺភាគច្រើនគឺដាក់3ឆ្នាំជាប់គ្នាដូច្នេះការបញ្ជាទិញឆ្នាំនេះគឺសម្រាប់ឆ្នាំ2026និង2027ផងដែរប៉ុន្តែសម្រាប់ឆ្នាំ2027អាចមានបញ្ហាប្រឈមខ្លះប្រសិនជាស្ថានភាពពន្ធនេះមានការបន្ធូរបន្ថយចំពោះប្រទេសគេប៉ុន្តែមិនមានការបន្ធូរបន្ថយសម្រាប់កម្ពុជាយើងទី4ការនាំចេញរបស់យើងក្នុងរយៈពេល5ឆ្នាំជាប់គ្នានេះគឺទៅអឺរ៉ុបច្រើនជាងអាមេរិកដូច្នេះយើងមានលទ្ធភាពពង្រីកទីផ្សារអឺរ៉ុបបន្ថែមទៀតទី5ប្រទេសបង់ក្លាដេសប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់តែជាដៃគូប្រជែងធំហើយនាំចេញនៅផលិតផលទៅអាមេរិកច្រើនក៏នៅមានបញ្ហាផ្ទៃក្នុងរបស់ខ្លួនទៀតឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាហេតុនេះយើងវាយតម្លៃថាការដំឡើងពន្ធនេះវាមិនប៉ះពាល់100%សម្រាប់វិស័យនាំចេញរបស់យើងនោះទេយើងនឹងបន្តធ្វើការជាមួយអាមេរិកនិងបង្កើតឲ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀតដើម្បីរក្សាឧត្តមភាពផលិតកម្មរបស់យើងឯឧត្តមក៏សូមឲ្យបងប្អូននិងសាធារណជនទាំងអស់ជ្រាបនិងកុំមានការយល់ច្រឡំឬយល់ខុសតាមការបំភ័យរបស់បុគ្គលមួយចំនួនសូមបញ្ជាក់ថាកាលពីថ្ងៃទី2ខែមេសាលោកប្រធានាធិបតីត្រាំបានដាក់ពន្ធ49%លើទំនិញនាំចូលពីកម្ពុជាដើម្បីឆ្លើយតបទៅនឹងពន្ធរបស់កម្ពុជាលើអាមេរិកចំនួន97%នេះលំអិតនៃការឆ្លើយតបពីខាងលោកពូហេងសួររដ្ឋមន្ត្រីក្រសួងការងារបងប្អូនណាបើចង់សូមបញ្ចប់ត្រឹមប៉ុណ្ណឹងរកការខុសឆ្គងនៅការមានក៏សូមអភ័យទោសផងនេះស្អិតមាត់ទេខ្ញុំទៅតដិតរហូតហ្មងណាសូមអភ័យទោសបងប្អូនជួបគ្នាជាមួយនឹងមួយចอยនៅព័ត៌មានក្រោយៗជាបន្តកុំភ្លេច Subscribe បងប្អូនណាដើម្បីទទួលបាននូវដំណឹងថ្មីៗជាបន្តសូមអរគុណ